ប្រតិជាតិនឹងប្រជាជនសម្ដេចតេជោគ្មានពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរិទ្ធអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាប្រតិជាតិនឹងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងបុព្វហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថាថ្ងៃទី20ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំនរផេះផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់7%ក្នុងមួយឆ្នាំជាង2ទសវត្សរ៍មុន COVID-19 បើតាមលោកជាធីរិទ្ធបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាលមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជាតិខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងដំណើរឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្លក្សភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយលោកតែងសម្លឹងជារឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់ដល់ពេលនេះទេព្រោះឆាកជីវិតវាលំបាកពេកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនា45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅបដូរយកការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅបដូរជាមួយសន្តិភាពការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចមានប្រសាសន៍បន្ថែមថាចូលចងចាំគ្មានការជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬលះបង់នោះឡើយ